Ngày nãy giờខ្ញុំជួនប្រធានបទល្អមួយគឺឥទ្ធិពលនៃការសេពគប់តែប៉ុន្តែឥទ្ធិពលនៃការសេពគប់គឺជាឥទ្ធិពលមួយដែលនាំឲ្យយើងឈានទៅរកភាពជោគជ័យបរាជ័យឬក៏ក្នុងដំណើរជីវិតណាមួយសួរហេតុអីបានអញ្ចឹងព្រោះជាទូទៅមនុស្សយើងមានបញ្ហាអីមួយការសម្រេចចិត្តអីមួយយើងតែងតែទៅពិភាក្សាជាមួយបុគ្គលដែលយើងសេពគប់ជាមួយអញ្ចឹងបុគ្គលសេពគប់ដែលយើងសេពគប់ហ្នឹងគឺជាឥទ្ធិពលខ្លាំងមែនទែនទៅលើការសម្រេចចិត្តរបស់យើងអញ្ចឹងបើសិនជាការគិតរបស់គាត់ជាការគិតដែលនាំទៅរកភាពជោគជ័យការគិតដែលត្រឹមត្រូវការគិតដែលភ្លឺស្វាងការគិតបែបលក្ខណៈវែងឆ្ងាយអញ្ចឹងបន្តិចម្ដងយើងនឹងក្លាយជាមនុស្សមួយដែលមានការគិតអញ្ចឹងដែរហើយក៏សម្រេចចិត្តអញ្ចឹងទោះបីជាពេលខ្លះយើងមិនទាន់គិតដល់ស៊ីជម្រៅដូចគាត់អញ្ចឹងតែដោយសារតែយើងភាសាជាមួយគាត់យើងទទួលបានរបៀបគិតដូចគាត់យើងធ្វើសកម្មភាពទៅតាមអ្វីដែលគាត់ណែនាំយើងក៏ទទួលបានលទ្ធផលល្អប្រសើរទុយមកវិញបើសិនជាបុគ្គលដែលយើងស្វែងគប់នោះជាបុគ្គលដែលមានការគិតបរាជ័យការគិតដែលអវិជ្ជមានអីផ្សេងហ្នឹងអញ្ចឹងដល់ពេលយើងស្វែងគប់ស្និទ្ធមួយគាត់យើងគោរពស្រឡាញ់គាត់អីចឹងទៅយើងនឹងស្ដាប់ទៅតាមដំបូន្មានរបស់គាត់ហើយជាពិសេសគឺធ្វើតាមគាត់អញ្ចឹងលទ្ធផលជីវិតរបស់យើងក៏ប្រែប្រួលទៅតាមនឹងដែរអ្នកទាំងនេះអាចសង្កេតមើលមនុស្សជុំវិញខ្លួនយើងអ្នកស្រុកអ្នកភូមិយើងឬក៏មនុស្សដែលយើងស្គាល់ហ្នឹងមើលទៅលើគុណភាពជីវិតគាត់យ៉ាងម៉េចហើយមើលទៅលើមនុស្សដែលគាត់សេពគប់ស្និទ្ធស្នាលមនុស្សដែលគាត់គោរពឲ្យតម្លៃទៅមើលទៅគឺឃើញឯងគឺអត់សូវខុសគ្នាហ្មងណាស្តៀងទៅនឹងមនុស្សដែលគាត់ឲ្យតម្លៃអញ្ចឹងគេបានគេថាសេពបណ្ឌិតយើងទៅជាបណ្ឌិតដែរអញ្ចឹងណាតែសេពចោលយើងទៅជាចោលហើយពលរដ្ឋឯងគេនឹងបញ្ចុះបញ្ចូលយើងម្ដងតិចធ្វើយើងមានអារម្មណ៍ថាការលួចគេអត់មានអីខុសឆ្គងហ្នឹងអូគេលួចជារឿងធម្មតាការលេងល្បែងអត់មានរឿងអីខុសឆ្គងទេព្រោះគេលេងជារឿងធម្មតាការផឹកស៊ីផឹកគ្រឿងស្រវឹងជារឿងធម្មតាព្រោះវាគេផឹកតែចឹងហ្នឹងផឹកវាសុបាយហ្នឹងវាជាការពិតមែនជាស្ដែងដូចខ្លួនខ្ញុំកាន់គ្រួសារមួយដែលឪពុកគាត់អត់ចូលចិត្តផឹកទេអញ្ចឹងបើនិយាយទៅខ្ញុំអាយុ20ឆ្នាំមិនទាន់ចេះផឹកផង22 23ឆ្នាំទៅចាប់ដើមផឹកបែបប៉ក់មិនទាន់ចេះផឹកប៊ីយ៉ាទេដោយសារអីមានអារម្មណ៍ថាវាខុសផឹកហ្នឹងវាដូចជាអត់ត្រឹមត្រូវហើយផឹកហ្នឹងវាប៉ះពាល់អីខ្លះអញ្ចឹងយើងចេះតែមានអារម្មណ៍មួយថាអត់ត្រឹមត្រូវអញ្ចឹងនៅពេលដែលផឹកម្ដងចេះតែមានអារម្មណ៍មិនសូវជាសប្បាយចិត្តលុះត្រាតែក្រោយមកពេលឪពុករបស់ខ្ញុំគាត់ខូចបាត់អីចឹងទៅហើយទៅចាប់ផ្ដើមទទួលការសេពគប់ក្នុងសង្គមថ្មីអញ្ចឹងទៅផ្សំខ្លួនម្ដងតិចបន្តួចក៏ចាប់ផ្ដើមដូរការគិតនឹងយល់ថាអូផឹកក៏វាមិនជាខកអីចឹងគ្រាន់ថាយើងនៅតែមិនបកកែផឹកហ្នឹងព្រោះយើងអត់បានលុតបំផឹកពីក្មេងតែគាត់ថាយើងវាអត់តឹងតែដូចពីមុនពេកចឹងទៅឧទាហរណ៍មួយទៀតតកតននឹងការលេងល្បែងអីចឹងដោយសារតែខ្ញុំក្នុងគ្រួសារដែលមិនចូលចិត្តលេងល្បែងហើយមិនឲ្យតម្លៃការលេងល្បែងទៀតអញ្ចឹងខ្ញុំអត់ចូលចិត្តលេងល្បែងហ្មងដោយសារតែការសេពគប់បែបហ្នឹងដូចចង្កេតឃើញដូចគ្នាដែរអ្នកផ្សេងទៀតមិត្តភក្តិដែលចូលចិត្តផឹកដោយសារការសេពគប់ជួនកាលមិនមែនគ្រួសារតែមនុស្សដែលគាត់សេពគប់នឹងលេងល្បែងអញ្ចឹងទៅអ្នកខ្លះរហូតដល់ឮគេនិយាយណាប្រើគ្រឿងញៀនប្រើអីចឹងទៅដល់ពេលទៅសួរទៅគឺភាគច្រើនមិត្តភក្តិដែលស្គាល់គ្នាមួយគាត់គឺអ្នកប្រើគ្រឿងញៀនដូចគ្នាបើចំពោះយើងជាអ្នកធម្មតាយើងមានអារម្មណ៍ថាប្រើគ្រឿងញៀនមិនធម្មតាណាធ្ងន់ណាប្រើគ្រឿងញៀនមួយគឺដូចមានអារម្មណ៍ថាជីវិតនឹងឆាកាបរោយលែងមានន័យគេថាទៅជាលប់ឈួតខូចសតិអីទៀតតែហេតុអីបានមនុស្សទៅប្រើការស្អីដោយសារការសេពគប់ហ្នឹងគេថារឿងនឹងជារឿងធម្មតានឹងមានអីចម្លែកដូចខ្ញុំធ្លាប់សួរកូនសិស្សដែលគាត់ធ្លាប់តែជាក្មេងដណ្ដើងអីពីមុនមកអីចឹងគាត់ថាដំបងភ័យដែរតែដោយសារមិត្តភក្តិគ្នាច្រើនអីគេចិត្តតែនិយាយអីយូរទៅចាប់ផ្ដើមមានអារម្មណ៍ថាមានអារម្មណ៍ថាវាជារឿងធម្មតាអីទៅលើរឿងហ្នឹងចឹងទៅចឹងការសេពគប់ហ្នឹងគឺទាញផ្នត់គំនិតយើងខ្លាំងមែនតើកាលណាយើងសេពគប់អ្នករៀនយើងរៀនសេពគប់អ្នកធ្វើការយើងខំប្រឹងធ្វើការដូចគេដែរសេពគប់អ្នករស់ស៊ីយើងទៅជាអ្នករស់ស៊ីដូចគេដែរគាត់ថាតើអ្នករស់ស៊ីហ្នឹងរស់ស៊ីរបៀបម៉េចយើងនឹងឆ្លងរបៀបគិតដូចគេដែរបើគេជាអ្នករស់ស៊ីមួយដែលល្អអញ្ចឹងណាសុចរិតភាពយើងនឹងខ្លាចជាអ្នករស់ស៊ីមួយដែលសុចរិតភាពដែរតែបើគេជាអ្នករស់ស៊ីមួយបែបឆក់អឌីតចាប់ឱកាសយើងនឹងខ្លាចជាអ្នករស់ស៊ីបែបឆក់ទៀតចឹងដែរអញ្ចឹងការសេពគប់នឹងសំខាន់ណាស់សូម្បីតែមនុស្សប្រុសដែលមានស្រីចឹងក្រៅជាទូទៅដោយសារតែគាត់សេពគប់មិត្តភក្តិរបស់គាត់សិតតែអ្នកមានស្រីដូចគ្នាអញ្ចឹងបើសិនជាយើងជាមនុស្សប្រុសមួយដែលសេពគប់ថាមនុស្សប្រុសដែលអត់មានស្រីដូចគ្នាយើងមានអារម្មណ៍ថាការមានស្រីនឹងយើងខុសឆ្គងជារឿងមួយអត់ត្រឹមត្រូវទេតែដោយសារតែយើងជាវាថាយើងសេពគប់ជាមនុស្សម្នាក់ដែលសេពគប់ជាមួយមនុស្សដែលគេមានស្រីមានប្រពន្ធចង់មានអីចឹងឧទាហរណ៍អញ្ចឹងយូរទៅយើងមានអារម្មណ៍ថាដូចជាអត់មានខុសឆ្គងអីផងដូចគេដូចឯងអីចឹងទៅ
ដូចឧទាហរណ៍ដូចពីក្មេងមកអញ្ចឹងពីក្មេងមកយើងកើតក្នុងពុទ្ធសាសនាក្នុងប្រទេសកម្ពុជាយើងគោរពពុទ្ធសាសនាយើងមានអារម្មណ៍ថាយកប្តីយកប្រពន្ធគេឡើងអាការដែកអីចឹងណាព្រោះទៅវត្តតាមភាយើងឃើញរូបភាពអស់ហ្នឹងយើងមានអារម្មណ៍ថាអូអានឹងជារឿងអត់ត្រឹមត្រូវមកតែនៅពេលដែលធំឡើងឃើញមានបញ្ហានឹងកើតឡើងឆ្ងល់មិនបានអញ្ចឹងតាមពិតវាតកតនឹងការសែបគប់ហ្នឹងការសែបគប់ហ្នឹងវាធ្វើឲ្យមនុស្សហ្នឹងខួរក្បាលហ្នឹងដូរពីរបៀបគិតព្រោះដោយសារតែគេធ្វើរឿងហ្នឹងត្រូវគេនឹងប្រាប់យើងថាធ្វើរឿងហ្នឹងត្រូវអត់ខុសទេដល់ពេលយើងធ្វើម្ដងយើងមានអារម្មណ៍ថាខុសព្រោះដោយសារអីពីក្មេងមកយើងត្រូវបានបង្រៀនថាយើងអត់ត្រូវទេតែដល់ពេលយើងធ្វើលើកទី1ទៅយើងមានអារម្មណ៍ថាអត់អីធ្វើលើកទី2ទៅយើងចាប់ដើមមានអារម្មណ៍ស៊ាំជាមួយនឹងទង្វើអស់ហ្នឹងទោះបីយើងអត់ត្រូវក៏ដោយដូចផឹកចឹងផឹកដំបងពិបាកផឹកដំបងអីមានអារម្មណ៍ថាខុសឆ្គងអញ្ចឹងតែដល់ពេលផឹកយូរទៅយើងមានអារម្មណ៍ថាអត់អីផងអាហ្នឹងសុបាយតាហត់ជក់ឧទាហរណ៍តែជក់ទីញៀនខ្ញុំមិនដែរជក់ទេប៉ុន្តែខ្ញុំគិតថាវាដំណើរដូចគ្នាចឹងដែរថាជក់ដំបងហើយជាពិបាកមានអារម្មណ៍ខុសឆ្គងអីណាអីចឹងប៉ុន្តែពេល2 3 ដងទៅមានអារម្មណ៍ថាធម្មតាលួចក៏អញ្ចឹងដែរនៅក្នុងសភៅស៊ីងរ៉ូរីក៏និយាយរឿងលួចរឿងអីដែរថាកាលណាទៅទង្វើអាក្រក់កាលណាយើងធ្លាក់ធ្វើលើកទី1យើងមានអារម្មណ៍ថាអត់សនុកចិត្តទេព្រោះយើងមានអារម្មណ៍ថាខុសឆ្គងតែដល់ពេលយើងធ្វើ2 3 ដងឡើងទៅចិត្តរបស់យើងចាប់ផ្ដើមទទួលយកយើងមានអារម្មណ៍ថាអត់អីផងជារឿងធម្មតាអីចឹងណាហ្នឹងហើយអញ្ចឹងអាការសែបគប់ហ្នឹងជារឿងសំខាន់អញ្ចឹងត្រូវពិនិត្យមើលខ្លួនយើងបើយើងជាមនុស្សធំពិនិត្យមើលថាតើមនុស្សដែលយើងកំពុងសែបគប់ហ្នឹងដំណើរជីវិតរបស់គាត់របៀបម៉េចយើងចង់បានដំណើរជីវិតដូចគាត់អត់បើសិនជាអត់ទេយើងគួរតែដកឃ្លាកាត់បន្ថយអីចឹងទៅហើយបើសិនយើងជាឪពុកម្ដាយមើលតែកូនហើយទៅមើលទៅមិត្តភក្តិរបស់កូនថាកូនកំពុងតែសែបគប់មនុស្សរបៀបម៉េចអញ្ចឹងបើសិនជាមើលទៅមិត្តភក្តិគាត់អត់ល្អទេយើងចូលវិធីធ្វើម៉េចកុំឲ្យគាត់មានការសែបគប់ស្និទ្ធស្នាលទៅអញ្ចឹងពេកព្រោះកាលណាទៅអញ្ចឹងទេគាត់នឹងទៅជាដូចមិត្តភក្តិគាត់ចឹងដែរអញ្ចឹងមានតែយើងខ្លួនឯងតែស្វែងយល់អាការសែបគប់នឹងជារឿងសំខាន់ណាព្រោះឥទ្ធិពលវាជះមកខ្លាំងមែនទែនហ្មងទៅក្នុងដំណើរជីវិតរបស់យើងបើមិនជឿចាំសង្កេតមើលទៅនឹងឃើញនៅខ្លួនឯងហ្មងអញ្ចឹងពេលខ្លះយើងមិនដឹងធ្វើម៉េចគាត់តែសែបគប់ត្រូវក៏យើងអាចធ្វើកិច្ចការត្រឹមត្រូវដែរហើយដំណើរជីវិតរបស់យើងក៏ដើរទៅលើផ្លូវត្រូវដែរបាទអញ្ចឹងខ្ញុំសង្ឃឹមថាប្រធានបទនោះជួយជាកំណត់របស់បងប្អូនទាក់ទងនឹងការសម្រេចចិត្តទាក់ទងទៅនឹងការមើលឃើញពីអ្វីដែលយើងអត់ដែលបានគិតស្មានដល់ថាអូមិនបានវាអញ្ចឹងមិនបានដំណើរជីវិតខ្ញុំអញ្ចឹងអីចឹងណាយើងអាចសង្កេតមើលបានអញ្ចឹងសូមបញ្ចប់តែប៉ុណ្្នឹងសូមអរគុណ